Hello សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមិនណែនាំបងប្អូនហ្គេមរកលុយមួយសម្រាប់បងប្អូនណាដែលចូលចិត្តរកលុយតាមអនឡាញរកលុយពីហ្គេមកាស៊ីនអញ្ចឹងណាហ្នឹងហើយហ្គេមនេះគឺត្រូវហ្មងបងប្អូនទាំងគ្នាគឺថាហ្គេមមួយនេះខ្ញុំមិនណែនាំឲ្យបងប្អូនលេងរហូតទេគឺស្រាប់តែពេលណាបងប្អូនទំនេរហ្នឹងហើយសម្រាប់បងប្អូនទាន់មានបងប្អូនអាចចូលមក search នៅក្នុង App Store ឬ Play Store បានហ្នឹងហើយបងប្អូនវាយពាក្យខាងលើនោះមកហើយឥឡូវខ្ញុំអត់សាំញ៉ាំហើយខ្ញុំចុច open ហ្មងទៅហ្នឹងហើយខ្ញុំទៅប្រាប់របៀបលេងនិងរបៀបដកលុយរបស់នេះបងប្អូនហ្នឹងហើយនេះវាភ្លេងគឺអត់ពិបាកទេបងប្អូនអរគ្នាចុចចឹងមកនេះចុចចឹងមកនេះកតំដាក់តាមកតំ strawberry ដាក់តាម strawberry ក្រូចដាក់តាមក្រូចចឹងមកបងប្អូននេះឥឡូវខ្ញុំមកប្រាប់អានេះម្ដងនេះបងប្អូនចុចវាមកបើចង់បានបន្ទុកច្រើនចង់បានលុយច្រើនបងប្អូនអាចមើលពាណិជ្ជកម្មបានហ្នឹងហើយតែខ្ញុំអត់មើលឥឡូវបងប្អូនមកមើលខាងនេះម្ដង open ខាងក្រោមនេះអបនេះបងប្អូនបើចង់បានបន្ទុកដូចគ្នាបងប្អូនអាចចុចមើលបានបើអត់គឺចេញដូចខ្ញុំនេះមកហ្នឹងហើយសម្រាប់ការដងបងប្អូនអរគ្នាបងប្អូននេះមកមើលខាងលើនេះហ្នឹងហើយយើងដកចាប់ពី1សេនដល់$1000បងប្អូនអរគ្នាហើយបើខ្ញុំធ្លាប់ដក1សេនហ្នឹងប៉ុន្តែ1សេនហ្នឹងដូចជាវាអត់បានទេ1សេនណាប៉ុន្តែ5សេនខ្ញុំដក5សេនគឺខ្ញុំដកប៉ុន្មានដងហើយមើលនេះមួយសេនម្ដង5សេនម្ដង10សេនម្ដងនិង1សេនម្ដងប៉ុន្តែ1សេននេះដូចជាខ្ញុំអត់ធ្លាប់បានទេតែវាខៀវខ្ញុំអត់តែនិយាយវាលោតចូលម្ដងខ្ញុំអត់តន់ដឹងដែរបានមើលដែរប៉ុន្តែវាយូរហ្នឹងហើយតែឥឡូវនេះខ្ញុំមកប្រាប់គឺយើងដកឥឡូវយើងសល់តែ5សេនទេបងប្អូនដកពី5សេនឡើងទៅ$1000ហ្នឹងហើយហើយសម្រាប់បងប្អូនគឺមិនអាចដកចេះក៏បានដែរបងប្អូនគ្នាយើងសន្សំលុយនៅសំបន្ទុកឲ្យបានច្រើនឬមួយថាយើងអាចដកពី$1ឬទៅ$10 10ទៅ$50 ទៅ$50ដល់$10ដល់$1000អញ្ចឹងទៅបើថាដកសេនគឺថាវាខ្ញុំខ្លាចតែ PayPal យើងមានបញ្ហាអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងហើយខ្ញុំrecommend ឲ្យបងប្អូនគ្នាដកចាប់ពី$1ទៅ$10ទៅឡើងទៅអញ្ចឹងគឺយើងសន្សំហ្នឹងហើយបងប្អូនកុំឲ្យមានបញ្ហាដល់ PayPal របស់យើងអញ្ចឹងណាហ្នឹងហើយវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនគ្នា